រឿងនិស្សិតស្នេហ៍ឆ្លងវណ្ណៈកាលពីព្រេងនាយនៅភូមិមួយនៅក្បែរមាត់ទន្លេមានផ្ទះពីរខ្នងដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេដោយផ្ទះទីមួយគឺជាខ្ទមតូចដ៏ទ្រុឌទ្រោមដែលជាជម្រករបស់កុមារជួរជាក្មេងប្រុសកំព្រាឪពុកតស៊ូជាមួយម្ដាយចំណាស់ដ៏កំសត់ផ្ទះទីពីរគឺជាវិមានសេដ្ឋីដ៏ស្កឹមស្កៃរបស់លោកសេដ្ឋីវិបុលដែលមានកូនស្រីតែមួយគត់ឈ្មោះនាងច័ន្ទរស្មីកុមារជួននិងនាងច័ន្ទរស្មីកើតនៅក្នុងភូមិជាមួយគ្នាហើយបានស្គាល់គ្នាតាំងពីតូចថ្វីត្បិតតែជីវិតរស់នៅខុសគ្នាដូចមេឃនិងដីតែពួកគេតែងលួចលេងជាមួយគ្នានៅក្រោមដើមពោធិ៍ដ៏ធំកណ្ដាលវាលស្រែរៀងរាល់រសៀលកុមារជួនជាក្មេងប្រុសដែលមានរូបសម្បត្តិមិនសូវស្អាតបាតតែមានភ្នែកភ្លឺថ្លាឆ្លុះបញ្ចាំងពីគំនិតវាងវៃនិងទឹកចិត្តក្លាហានតាំងពីអាយុ8ឆ្នាំគេបានខិតខំជួយម្ដាយធ្វើការងារគ្រប់បែបយ៉ាងដូចជាឡើងត្នោតកាប់អុសនេសាទត្រីនិងស៊ីឈ្នួលច្រូតកាត់ឲ្យគេដើម្បីយកប្រាក់កាសតិចតួចមកផ្គត់ផ្គង់ជីវភាពការតស៊ូរបស់គេគឺកើតចេញពីការយល់ដឹងថាភាពក្រីក្រមិនមែនជាកម្មពៀរទេតែជាកម្លាំងជំរុញឲ្យគេខិតខំនាងច័ន្ទរស្មីជាកូនស្រីសេដ្ឋីតែនាងមានចិត្តសប្បុរសមិនប្រកាន់វណ្ណៈឡើយនាងតែងយកចំណីអាហារនិងសៀវភៅមកចែករំលែកជាមួយនាយជួននាងយល់ឃើញថានាយជួនគឺជាមិត្តភក្តិដ៏ស្មោះត្រង់បំផុតរបស់នាងថ្ងៃមួយនាយជួនបានប្រាប់នាងច័ន្ទរស្មីថាអូនច័ន្ទរស្មីអូនដឹងទេអ្នកម៉ែបងតែងនិយាយថាមានតែការរៀនសូត្រទេទើបអាចឲ្យយើងចេញផុតពីភាពក្រីក្រនេះបានបងគិតថាពេលបងធំឡើងបងនឹងទៅរៀននៅឆ្ងាយហើយនឹងក្លាយជាអ្នកមានម្នាក់នាងច័ន្ទរស្មីតបដោយទឹកមុខរីករាយថាបងជួនបើបងក្លាយជាអ្នកមានហើយកុំភ្លេចអូនណាពេលនោះបងមកលេងផ្ទះអូនផងនាយជួនក៏ឆ្លើយដោយវាចាដ៏មុតមមថាបងសន្យាបងនឹងខិតខំរៀនសូត្រឲ្យបានខ្ពស់ហើយនៅពេលណាដែលបងអាចមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដូចជាឪពុកអូនបងនឹងវិលត្រឡប់មករៀបការជាមួយអូនវិញនាយជួនបានប្រឹងប្រែងធ្វើការងារទ្វេដងដើម្បីសន្សំប្រាក់បន្តិចបន្តួចសម្រាប់ទៅរៀននៅឯទីក្រុងពេលយប់គេតែងយកទៀនបំភ្លឺអានសៀវភៅចាស់ចាស់ដែលលោកគ្រូនៅវត្តបានឲ្យខ្ចីនិងរៀនសរសេរអក្សរក្រោមពន្លឺចង្កៀងប្រេងកាតគេដឹងថាឱកាសមានសម្រាប់តែក្មេងដែលមានចំណេះដឹងតែប៉ុណ្ណោះនៅអាយុ18ឆ្នាំនាយជួនបានសម្រេចចិត្តលាម្ដាយនិងនាងច័ន្ទរស្មីចាកចេញពីភូមិ
មុនពេលចាកចេញដំណើរនាងច័ន្ទរស្មីបានឲ្យខ្សែដៃត្បូងពណ៌ខៀវមួយខ្សែដែលជាវត្ថុអនុស្សាវរីយ៍ចាស់មួយរបស់នាងដល់នាយជួនបងជួនសូមបងរក្សាខ្សែដៃនេះទុកវាតំណាងឲ្យចិត្តដ៏ស្មោះត្រង់របស់អូនបងទៅរៀនទៅតែបងត្រូវចាំថាអូននឹងរងចាំបងកុំបារម្ភពីឪពុកអូនព្រោះអូនជឿលើនិស្ស័យស្នេហ៍របស់យើងនាយជួនបានទទួលយកខ្សែដៃនោះហើយឆ្លើយតបដោយក្តីរំភើបថាបងនឹងមកវិញដើម្បីជួបអូនបងមិនធ្វើឲ្យអូនខកចិត្តឡើយពេលទៅដល់ទីក្រុងជីវិតរបស់នាយជួនពោរពេញទៅដោយការលំបាកប្រាក់ដែលសន្សំបានគឺប្រើអស់យ៉ាងឆាប់រហ័សគេត្រូវរៀនផងធ្វើការផងពេលថ្ងៃគេរៀននៅវិទ្យាល័យផ្នែកធុរកិច្ចដែលជាជំនាញដែលគេគិតថាអាចឲ្យគេក្លាយជាអ្នកមានពេលល្ងាចនិងពេលយប់គេស៊ីឈ្នួលលាងចាននៅភោជនីយដ្ឋានកាន់សៀវភៅរៀនសូត្រគ្រប់ទីកន្លែងរហូតដល់ក្រោមពន្លឺភ្លើងសាធារណៈយប់ខ្លះគេត្រូវដេកនៅខ្ទមតូចក្បែរវត្តដោយបរិភោគបាយជាមួយអំបិលភាពលំបាកនេះមិនបានធ្វើឲ្យនាយជួនបោះបង់ចោលឡើយគេតែងនឹកឃើញដល់នាងច័ន្ទរស្មីនិងពាក្យសន្យាដែលជាកម្លាំងជំរុញឲ្យគេបន្តដំណើរទៅមុខគេរៀនពូកែតែងតែទទួលបាននិទ្ទេសល្អជាទីបំផុតក្រោយពីបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យនាយជួនបានបន្តទៅរៀននៅសាលាបច្ចេកទេសជំនាញខាងពាណិជ្ជកម្មដោយសារទេពកោសល្យនិងការខិតខំគេបានរកឃើញឱកាសការងារមួយជាមួយក្រុមហ៊ុនធំមួយគេចាប់ផ្ដើមពីតំណែងតូចមួយតែដោយសារភាពស្មោះត្រង់ឧស្សាហ៍ព្យាយាមនិងគំនិតច្នៃប្រឌិតគេបានឡើងតំណែងយ៉ាងឆាប់រហ័សនាយជួនបានបង្កើតយុទ្ធសាស្ត្រជំនាញថ្មីៗជាច្រើនដែលធ្វើឲ្យក្រុមហ៊ុនរីកចម្រើនយ៉ាងឆាប់រហ័សគេបានក្លាយជាមនុស្សដែលមានមុខមានមាត់ក្នុងសង្គមហើយបានសន្សំទ្រព្យសម្បត្តិបន្តិចម្ដងដោយសារភាពតស៊ូគេមិនភ្លេចទេថាគេត្រូវសងសឹកនឹងភាពក្រីក្រហើយបំពេញបំណងម្ដាយនិងពាក្យសន្យាចំពោះនាងច័ន្ទរស្មីឡើយក្នុងរយៈពេល10ឆ្នាំនៃការចាកចេញនាយជួនមិនដែលចាប់អារម្មណ៍នឹងនារីណាផ្សេងឡើយរាល់ពេលដែលគេមានអារម្មណ៍ធុញថប់ឬអស់សង្ឃឹមខ្លាំងគេតែងមើលខ្សែដៃត្បូងពណ៌ខៀវដែលនាងច័ន្ទរស្មីបានឲ្យគេដឹងថានៅឯភូមិឋានរបស់គេក៏មានស្ត្រីម្នាក់កំពុងរងចាំគេដោយភក្តីភាពដូចគ្នាចំណែកឯនាងច័ន្ទរស្មីវិញនៅតែរងចាំនាយជួនដោយចិត្តស្មោះត្រង់លោកសទ្ធីវិបុលដែលជាឪពុកបានដឹងអំពីមិត្តភាពកាលពីក្មេងរបស់កូនស្រីរបស់ខ្លួនជាមួយនាយជួនដែលជាកូនអ្នកក្រពេលដែលនាងច័ន្ទរស្មីធំពេញវ័យមានកូនកំឡោះកូនអ្នកមានទ្រព្យសម្បត្តិជាច្រើនបានចូលមកដណ្ដឹងលោកសទ្ធីវិបុលបានប្រាប់នាងច័ន្ទរស្មីថាកូនស្រីឯងជាកូនសទ្ធីឯងត្រូវរៀបការជាមួយមនុស្សមានបុណ្យស័ក្តិមិនមែនរងចាំតែកូនអ្នកក្រនោះទេក
ុំឲ្យគ្រួសារយើងបាក់មុខមាត់ដោយសាររឿងស្នេហាឆ្លងវណ្ណៈនេះអីនាងចន្ទរស្មីតបដោយគោរពតែមើងមាត់ថាលោកឪពុកទ្រព្យសម្បត្តិនិងវណ្ណៈគ្រាន់តែជារបស់ក្រៅកាយកូនបានសន្យានឹងបងជូនហើយកូនជឿជាក់លើការតស៊ូរបស់គាត់ហើយកូនក៏ជឿជាក់លើក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់យើងទាំងពីរកូននឹងរងចាំគាត់រហូតដល់គាត់ត្រឡប់មកវិញដោយការបដិសេធមិនព្រមរៀបការជាមួយអ្នកផ្សេងលោកសេដ្ឋីបានខឹងយ៉ាងខ្លាំងហើយបានដាក់ទោសនាងដោយឲ្យនាងធ្វើការងារធ្ងន់នៅក្នុងផ្ទះដើម្បីឲ្យនាងភ្លេចនាយជួនតែនាងនៅតែអត់ធ្មត់ព្រោះនាងដឹងថាការលំបាករបស់នាងមិនស្មើនឹងការលំបាករបស់នាយជួនដែលបានជួបនៅឯទីក្រុងឡើយនៅអាយុ30ឆ្នាំនាយជួនបានក្លាយជាលោកឧកញ៉ាជួនជាពាណិជ្ជករដ៏ជោគជ័យម្នាក់នៅទីក្រុងគេមានក្រុមហ៊ុនផ្ទាល់ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភហើយបានធ្វើឲ្យម្ដាយរបស់គេរស់នៅដោយសុខស្រួលនៅថ្ងៃដ៏សំខាន់នោះលោកឧកញ៉ាជួនបានត្រឡប់មកភូមិកំណើតវិញគេបានជិះរថយន្តទំនើបបើកចូលទៅក្នុងភូមិហើយបានដឹកនាំគណៈប្រតិភូដ៏ធំដើម្បីចូលទៅសុំស្ដីដណ្ដឹងកូនស្រីលោកសេដ្ឋីវិបុលលោកសេដ្ឋីវិបុលពេលឃើញលោកឧកញ៉ាជួនមកដណ្ដឹងកូនស្រីក៏ស្ទើរតែមិនជឿភ្នែកខ្លួនឯងលោកនឹកឃើញដល់ក្មេងប្រុសកំសត់កាលពី10ឆ្នាំមុនលោកសេដ្ឋីវិបុលបាននិយាយថាលោកឧកញ៉ាពិតជានាយជួនមែនឬលោកឧកញ៉ាជួនញញឹមហើយអោនគោរពលោកសេដ្ឋីថាបាទលោកពុកខ្ញុំគឺជួនជាកូនអ្នកក្រដែលធ្លាប់លេងជាមួយអូនច័ន្ទរស្មីកាលពីក្មេងខ្ញុំបានបំពេញពាក្យសន្យារបស់ខ្ញុំហើយខ្ញុំបានក្លាយជាអ្នកមានដូចលោកឪពុកហើយខ្ញុំបានវិលត្រឡប់មករៀបការជាមួយអូនច័ន្ទរស្មីវិញលោកសេដ្ឋីវិបុលពោពេញដោយក្តីរំភើបនិងក្តីមោទកភាពលោកបានយល់ច្បាស់ថាវណ្ណៈមិនមែនជារនាំងនៃសេចក្តីស្រឡាញ់ពិតនិងការតស៊ូឡើយលោកបានយល់ឃើញថាចំណេះដឹងនិងការតស៊ូរបស់ជួនគឺពិតជាមានតម្លៃលើសពីមាសប្រាក់ទៅទៀតពិធីមង្គលការរបស់លោកឧកញ៉ាជួននិងនាងច័ន្ទរស្មីត្រូវបានរៀបចំឡើងយ៉ាងអធិកអធមបំផុតនៅក្នុងភូមិនាងច័ន្ទរស្មីបានរក្សាខ្សែដៃត្បូងពណ៌ខៀវនោះជាប់នឹងដៃរហូតដល់ថ្ងៃរៀបការហើយនាយជួនក៏បានថែរក្សាវត្ថុអនុស្សាវរីយ៍នោះជាប់នឹងខ្លួនរហូតមករឿងនិទាននេះបានបង្ហាញថាការតស៊ូគឺជាកូនសោរដ៏សំខាន់ក្នុងការបើកទ្វារជីវិតចំណេះដឹងគឺជាពន្លឺដែលនាំផ្លូវឲ្យចេញផុតពីភាពងងឹតហើយស្នេហាដ៏ស្មោះត្រង់អាចឆ្លងកាត់រនាំងវណ្ណៈនិងពេលវេលាដោយសារតែការតាំងចិត្តដ៏មុតមាំ
នាយជួននិងនាងច័ន្ទរស្មីបានរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលនិងបានប្រើប្រាស់ទ្រព្យសម្បត្តិរបស់ពួកគេជួយដល់ការអភិវឌ្ឍភូមិកំណើតនិងជួយដល់ក្មេងៗក្រីក្រឲ្យបានទៅរៀនសូត្រដូចរូបគេដែរគេបានក្លាយជាគំរូនៃការតស៊ូដើម្បីជោគជ័យនិងសេចក្តីស្នេហាដ៏បរិសុទ្ធសម្រាប់អ្នកជំនាន់ក្រោយរឿងកសិករកំសត់និងនាងគ្រប់លក្ខណ៍កាលពីព្រេងនាយមានភូមិមួយស្ថិតនៅកៀកនឹងជើងភ្នំដែលសម្បូរទៅដោយព្រៃឈើនិងដីស្រែចម្ការក្នុងភូមិនោះមានបុរសកសិករម្នាក់ឈ្មោះអាទិត្យជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូចគាត់រស់នៅតែម្នាក់ឯងក្នុងខ្ទមតូចចាស់ទ្រុឌទ្រោមមួយដោយពឹងផ្អែកលើការធ្វើស្រែចម្ការតូចមួយដុំអាទិត្យជាមនុស្សល្អឧស្សាហ៍ព្យាយាមនិងមានសេចក្តីអត់ធ្មត់ខ្ពស់ប៉ុន្តែទោះបីជាគាត់ខិតខំយ៉ាងណាក៏ដោយក៏គាត់នៅតែក្រលំបាកដដែលព្រោះទិន្នផលស្រែរបស់គាត់មិនដែលបានផលច្រើនដូចគេឡើយពេលខ្លះត្រូវរាំងស្ងួតពេលខ្លះទឹកជំនន់រាល់ឆ្នាំគាត់រកបានគ្រាន់តែចិញ្ចឹមក្រពះនិងបង់ពន្ធឲ្យមេឃុំតែប៉ុណ្ណោះអ្នកភូមិខ្លះអាណិតគាត់ខ្លះហៅគាត់ថាអាទិត្យកំសត់យប់មួយអាទិត្យអង្គុយលើកាំជណ្ដើរខ្ទមចាស់របស់គាត់ងើយមើលព្រះច័ន្ទពេញវង្សដែលបញ្ចេញពន្លឺដ៏ស្រស់ស្អាតគាត់ដកដង្ហើមធំរួចរអ៊ូតែម្នាក់ឯងថាឱព្រះច័ន្ទអើយខ្ញុំនេះមានវាសនាលំបាកណាស់តើខ្ញុំនឹងមានភ័ព្វសំណាងបានប្រពន្ធកូនដូចគេដែរឬទេបើទោះជាខ្ញុំចង់បានប្រពន្ធក៏គ្មាននរណាចង់មកចាប់ដៃនឹងបុរសក្រីក្រដូចជារូបខ្ញុំនេះដែរខណៈដែលគាត់កំពុងតែរអ៊ូស្រាប់តែមានពន្លឺមួយបាញ់ចេញពីព្រៃរបស់ដែលនៅជិតនឹងខ្ទមរបស់គាត់អាទិត្យភ័យផងឆ្ងល់ផងក៏ស្ទុះទៅមើលនៅក្បែរកំពតព្រៃតូចមួយអាទិត្យបានឃើញនារីវ័យក្មេងម្នាក់អង្គុយយំសោកសៅជាខ្លាំងនាងមានសម្ផស្សស្រស់ស្អាតលើសពីស្រីទាំងអស់នៅក្នុងភូមិដូចទេពអប្សរចុះមកពីឋានសួគ៌សម្លៀកបំពាក់របស់នាងស្អាតបាតល្អិតល្អន់ហើយមានក្លិនក្រអូបឈ្ងុយឈ្ងប់អាទិត្យភ្លេចអស់នៅក្តីភ័យខ្លាចក៏ដើរចូលទៅសួរនាងដោយសុភាពថាអ្នកនាងតើមានរឿងអីបានមកអង្គុយយំតែម្នាក់ឯងក្នុងព្រៃនេះតើអ្នកមកពីណាខ្ញុំឈ្មោះអាទិត្យជាអ្នកស្រែនៅទីនេះនារីនោះងើបមុខឡើងទាំងទឹកភ្នែកហើយតបទៅអាទិត្យដោយសំឡេងស្រទន់ថាបងប្រុសខ្ញុំឈ្មោះចន្ទ្រាខ្ញុំជាកូនសេដ្ឋីនៅឯនាយសមុទ្រប៉ុន្តែ
ខ្ញុំមានវាសនាអាក្រក់ត្រូវបានម្ដាយចុងបណ្ដេញចេញពីផ្ទះដោយសារគាត់ច្រណែននឹងខ្ញុំបានវង្វេងផ្លូវរហូតមកដល់ទីនេះខ្ញុំពុំមានទីពឹងអ្វីឡើយស្ដាប់ហើយអាទិត្យអាណិតនាងជាពន់ពេកព្រោះគាត់ក៏ជាមនុស្សកំព្រាដូចគ្នាដែរគាត់គិតក្នុងចិត្តថាទោះបីជាខ្លួនក្រលំបាកយ៉ាងណាក៏ដោយក៏ត្រូវជួយសង្គ្រោះនារីបរិសុទ្ធម្នាក់នេះដែរកុំយំព្រួយចិត្តអីចន្ទ្រាបើដូច្នេះសូមអ្នកមករស់នៅជាមួយខ្ញុំសិនចុះទោះបីខ្ទមខ្ញុំចាស់មែនតែយើងនឹងបានជ្រកកោនផុតពីខ្យល់ភ្លៀងខ្ញុំនឹងមើលថែអ្នកដូចជាប្អូនស្រីរបស់ខ្ញុំចន្ទ្រាសម្លឹងមើលទៅអាទិត្យឃើញភាពស្មោះត្រង់និងចិត្តល្អរបស់គាត់ក៏សម្រេចចិត្តយល់ព្រមតាមសំណើនាងដើរតាមអាទិត្យចូលទៅក្នុងខ្ទមតូចរបស់គាត់ពេលដែលចន្ទ្រាចូលមករស់នៅជាមួយអាទិត្យជីវិតរបស់កសិករក្រីក្រនេះក៏ចាប់ផ្ដើមផ្លាស់ប្ដូរអ្នកភូមិហៅនាងថានាងគ្រប់លក្ខព្រោះនាងមានលក្ខណៈសម្បត្តិល្អជាច្រើននាងមានចំណេះដឹងផ្នែករៀបចំផ្ទះសម្បែងនិងការងារស្រែចម្ការនាងចេះមើលអាកាសធាតុពេលវេលាគួរភ្ជួររាស់ពេលវេលាគួរដកស្ទូងនាងមានដៃទិព្វធ្វើអ្វីក៏បានសម្រេចដែរនាងបានរៀបចំខ្ទមចាស់របស់អាទិត្យឲ្យคล้ายទៅជាផ្ទះស្អាតបាតគួរឲ្យចង់រស់នៅនាងមានគំនិតក្នុងការបង្កើនផលស្រែចម្ការនាងបានប្រាប់អាទិត្យឲ្យដាំដំណាំផ្សេងទៀតក្រៅពីស្រូវដូចជាបន្លែនិងផ្លែឈើដែលអាចលក់ដូរបានដោយសារគំនិតនិងការខិតខំរបស់នាងចន្ទ្រាស្រែរបស់អាទិត្យក៏ចាប់ផ្ដើមបានផលទ្វេដងដីដែលធ្លាប់តែមិនសូវមានជីជាតិក៏ត្រឡប់ជាមានជីជាតិល្អឡើងវិញដំណាំនានាលូតលាស់ត្រសុំត្រសាយក្រោយមកអាទិត្យនិងចន្ទ្រាក៏បានរៀបការជាមួយគ្នាអាទិត្យកាន់តែខិតខំធ្វើការខ្លាំងឡើងព្រោះតែមាននាងចន្ទ្រាជាភរិយាដ៏ល្អនៅចាំផ្ដល់កម្លាំងចិត្តនិងគំនិតល្អចំណែកឯនាងចន្ទ្រានាងបានប្រើប្រាស់ចំណេះដឹងដែលនាងបានរៀនតាំងពីនៅផ្ទះឪពុកដែលជាស្ថីមកបានយកចំណេះដឹងទាំងនោះមកជួយប្តីនៅឆ្នាំទី3ស្រូវរបស់អាទិត្យបានផលច្រើនហួសពីការស្មានអាទិត្យគិតថានឹងលក់ស្រូវទាំងអស់ទៅឲ្យឈ្មួញនៅផ្សារហើយទុកគ្រាន់តែសម្រាប់ហូបតែប៉ុណ្ណោះប៉ុន្តែនាងចន្ទ្រាជាភរិយាបានគាត់ហើយប្រាប់គាត់ថាបងបើយើងលក់ស្រូវទាំងអស់នេះតើឆ្នាំក្រោយយើងនឹងធ្វើអ្វីទៀតណាមួយពេលស្រូវច្រើនឈ្មួញតែងតែទម្លាក់ថ្លៃបងចាំស្ដាប់ខ្ញុំចន្ទ្រាបានប្រាប់អាទិត្យឲ្យកែច្នៃស្រូវទៅជាផលិតផលផ្សេងយកស្រូវមួយចំណែកធំទៅកិនជាអង្ករហើយច្រកថង់ឲ្យស្អាតដាក់លក់បានថ្លៃជាងការលក់ស្រូវធម្មតាយកស្រូវខ្លះទៅកិនជាម្សៅអង្ករដើម្បីធ្វើនំផ្សេងយកស្រូវខ្លះទៅច្នៃជាបាយក្តាំងដើម្បីលក់ឲ្យអ្នកធ្វើដំណើរ
នឹងលក់ទៅឲ្យតាហ៊ាននៅឯបន្ទាយអាទិត្យធ្វើតាមប្រពន្ធទាំងអស់គាត់ដឹកអង្ករម្សៅនិងបាយក្តាំងទៅលក់នៅឯផ្សារដោយសារផលិតផលរបស់គាត់មានគុណភាពល្អនិងមានការវេចខ្ចប់ស្អាតធ្វើឲ្យអាទិត្យលក់ដាច់ខ្លាំងណាស់និងចំណូលរបស់គាត់ក៏កើនឡើងយ៉ាងគំហុកមិនយូរប៉ុន្មានអាទិត្យនិងនាងចន្ទ្រាក៏សង់ផ្ទះថ្មធំមួយជំនួសឲ្យខ្ទមចាក់អ្នកភូមិចាប់ផ្ដើមភ្ញាក់ផ្អើលនិងគោរពស្រឡាញ់នាងចន្ទ្រាកាន់តែខ្លាំងឡើងពួកគេដឹងថានាងពិតជានាងគ្រប់លក្ខពិតមែនដែលបាននាំមកនូវលាភសំណាងដល់ប្តីភាពមានបានរបស់អាទិត្យបានលឺដល់ត្រចៀកលោកសេដ្ឋីឆ្មើងដែលជាសេដ្ឋីមានអំណាចនិងលោភលន់នៅក្នុងតំបន់នោះលោកសេដ្ឋីឆ្មើងច្រណែននិងអាទិត្យដែលជាកសិករក្រីក្របែរក្លាយជាអ្នកមានក្នុងរយៈពេលដ៏ខ្លីបែបនេះថ្ងៃមួយលោកសេដ្ឋីឆ្មើងបានបបួលអាទិត្យលេងល្បែងភ្នាល់មួយអាទិត្យបើឯងពិតជាមានសំណាងមែនចូលឯងភ្នាល់ជាមួយអញនឹងឯងត្រូវដើរចូលទៅក្នុងព្រៃហើយស្វែងរករបស់ដែលមានតម្លៃបំផុតបើអ្នកណារកបានរបស់ល្អជាងអ្នកនោះនឹងឈ្នះហើយអ្នកចាញ់ត្រូវលះបង់ទ្រព្យសម្បត្តិទាំងអស់ទៅឲ្យអ្នកឈ្នះអាទិត្យភ័យណាស់តែមិនចង់បាត់បង់កិត្តិយសក៏យល់ព្រមពេលត្រឡប់មកដល់ផ្ទះវិញអាទិត្យក៏ប្រាប់រឿងនេះទៅនាងចន្ទ្រាជាភរិយានាងចន្ទ្រាញញឹមរួចនិយាយថាបងកុំបារម្ភអីខ្ញុំដឹងថាត្រូវរកអីហើយនៅថ្ងៃប្រកួតលោកសេដ្ឋីឆ្មើងបានយកមកនៅដុំពេជ្រមួយដ៏ធំដែលលោកគិតថាជារបស់មានតម្លៃជាងគេបំផុតចំណែកអាទិត្យវិញកាន់តែដីមួយក្តាប់និងគ្រាប់ស្រូវប៉ុន្មានគ្រាប់មកវិញប៉ុណ្ណោះលោកសេដ្ឋីឆ្មើងឃើញហើយសើចចំអកអាទិត្យហាអាទិត្យឯងពិតជាល្ងង់ខ្លៅមែនដីមួយក្តាប់និងស្រូវប៉ុន្មានគ្រាប់នេះមានតម្លៃអីប្រៀបនឹងពេជ្ររបស់អញអាទិត្យតបវិញដោយសម្ដីទន់ភ្លន់តាមដែលនាងចន្ទ្រាបានបង្រៀនលោកសេដ្ឋីពេជ្ររបស់លោកមានតម្លៃខ្ពស់តែវាគ្រាន់តែជាគ្រឿងលម្អប៉ុណ្ណោះចំណែកឯដីមួយក្តាប់នេះអាចដាំស្រូវនេះឲ្យដុះឡើងជាដំណាំសម្រាប់ចិញ្ចឹមមនុស្សរាប់ពាន់នាក់បើគ្មានដីនិងស្រូវនេះមនុស្សក៏ស្លាប់ពេជ្រក៏គ្មានតម្លៃដែរដូច្នេះតើរបស់មួយណាដែលមានតម្លៃជាងគឺដីនិងស្រូវនេះឯងជាកំណប់ទ្រព្យដ៏ពិតប្រាកដមហាជននិងចៅក្រមដែលកាត់ក្តីក៏យល់ឃើញតាមសម្ដីរបស់អាទិត្យហើយក៏ប្រកាសឲ្យអាទិត្យជាអ្នកឈ្នះលោកសេដ្ឋីឆ្មើងខឹងខ្លាំងណាស់តែត្រូវតែគោរពតាមការភ្នាល់ក៏ត្រូវលះបង់ទ្រព្យសម្បត្តិទាំងអស់ទៅឲ្យអាទិត្យចាប់តាំងពីពេលនោះមកអាទិត្យក៏ក្លាយជាមហាសេដ្ឋីដ៏មានធនធាននិងមានឥទ្ធិពលបំផុតនៅក្នុងតំបន់នោះគាត់បានយកទ្រព្យសម្បត្តិទាំងអស់នោះទៅប្រើប្រាស់ក្នុងផ្លូវល្អដោយជួយអ្នកភូមិអ្នកក្រលំបាកនិងកសាងហេដ្ឋារចនាសម្ព័ន្ធនានាអាទិត្យមិនភ្លេចកំណើតរបស់ខ្លួនឡើយគាត់តែងតែរំលឹកដល់ការខិតខំតស៊ូរបស់ខ្លួននិងគុណសម្បត្តិរបស់ភរិយានាងចន្ទ្រា
ដែលជាអ្នកនាំមកនៅរាល់ភាពជោគជ័យគាត់បានសាងសង់សាលារៀនមួយសម្រាប់ក្មេងៗរៀនសូត្រនិងជីកស្រះទឹកសម្រាប់ទុកប្រើប្រាស់ក្នុងភូមិអាទិត្យរស់នៅជាមួយភរិយានាងចន្ទ្រាប្រកបដោយសេចក្តីសុខភាពស្មោះត្រង់និងការចេះជួយគ្នាទៅវិញទៅមករហូតដល់ចាស់ជរាពួកគេមានកូនចៅជាច្រើនដែលសុទ្ធតែមានចំណេះដឹងនិងមានគុណធម៌ដូចម្ដាយឪពុករឿងនាយសប្បុរសកាលពីព្រេងនាយមានភូមិមួយឈ្មោះភូមិផ្កាឈូកដែលស្ថិតនៅចន្លោះទន្លេអូររឹមនិងវាលស្រែធំល្វឹងល្វើយនៅក្នុងភូមិនោះមានក្មេងប្រុសម្នាក់ឈ្មោះនាយសប្បុរសនាយសប្បុរសមានវ័យប្រហែល12ឆ្នាំមានរូបរាងស្គមបន្តិចតែមានទឹកមុខញញឹមស្រស់និងមានចិត្តល្អលើសគេលើសឯងគាត់តែងតែពាក់អាវសប៉ាក់រូបបន្តិចបន្តួចផ្ទះរបស់សប្បុរសនៅក្បែរមាត់ទន្លេគាត់រស់នៅជាមួយឪពុកម្ដាយដែលជាអ្នកនេសាទនិងធ្វើស្រែចម្ការដ៏ឧស្សាហ៍នាយសប្បុរសចូលចិត្តដើរលេងក្បែរមាត់ទន្លេដោយស្ដាប់សូរទឹកហូររឹមរឹមនិងមើលហ្វូងត្រីតូចៗហែលចុះឡើងថ្ងៃមួយពេលដែលនាយសប្បុរសកំពុងអង្គុយលេងនៅមាត់ទន្លេស្រាប់តែគាត់បានឃើញសត្វស្លាបតូចមួយដែលរងរបួសត្រង់ស្លាបធ្លាក់មកលើវាលខ្សាច់សត្វស្លាបនោះមានរោមសម្បុរត្នោតស្រស់ស្អាតតែមិនអាចហើរបាននាយសប្បុរសបានរត់ទៅលើសត្វស្លាបនោះថ្នមគាត់បានយកវាទៅផ្ទះហើយលាងរបួសវាដោយទឹកក្តៅឧណ្ហៗរួចហើយយកស្លឹកឈើធ្វើជាឱសថដើម្បីព្យាបាលដែលគាត់បានរៀនពីជីដូនមកបិទលើរបួសនោះនាយសប្បុរសបាននិយាយទៅបក្សីតូចនោះថាកុំភ័យអីណាបក្សីតូចចាំខ្ញុំមើលថែអ្នករហូតទាល់តែអ្នកអាចហើរបានវិញគាត់បានយកវាមកដាក់ក្នុងកញ្ចប់ផ្ដាវតូចមួយដែលមានទ្រនាប់ស្លឹកឈើទន់ៗហើយឲ្យចំណីជាគ្រាប់អង្ករតូចល្អិតៗនិងទឹកសន្សើមគាត់បានដាក់ឈ្មោះសត្វស្លាបនោះថានាងពុកមាត់ភាពល្អនិងការអត់ធ្មត់របស់នាយសប្បុរសបានធ្វើឲ្យរបួសរបស់នាងពុកមាត់ជាសះស្បើយយ៉ាងលឿនបន្ទាប់ពីរយៈពេល3ថ្ងៃនាងពុកមាត់ក៏អាចកម្រើកស្លាបបានវិញនាយសប្បុរសសប្បាយចិត្តណាស់ក៏លើកសត្វស្លាបនោះទៅលែងនៅឯមាត់ទន្លេពេលដែលនាងពុកមាត់ហើរទៅវាមិនហើរទៅឆ្ងាយទេតែវាបានហើរក្រឡឹងនៅលើក្បាលនាយសប្បុរស3ជុំដូចជាចង់អរគុណរួចហើយទើបហើរចូលទៅក្នុងព្រៃធំបាត់ទៅ
មិនយូរប៉ុន្មានព្រោះរាំងស្ងួតក៏បានមកដល់ភូមិផ្កាឈូកទឹកទន្លេចាប់ផ្ដើមស្រកចុះរាក់រាក់វាលស្រែចាប់ផ្ដើមប្រេះបែកក្រហែងហើយដំណាំទាំងអស់ក៏ងាប់អស់អ្នកភូមិចាប់ផ្ដើមអស់សង្ឃឹមនឹងជួបការលំបាកយ៉ាងខ្លាំងឪពុករបស់នាយសប្បុរសក៏ជួបការលំបាកដែរព្រោះរកត្រីមិនបានហើយស្រូវក៏គ្មានពួកគេមានអាហារតិចតួចណាស់សម្រាប់ហូបចុកល្ងាចមួយនាយសប្បុរសកំពុងតែអង្គុយមើលឪពុកម្ដាយគាត់ពិបាកចិត្តក៏ស្រាប់តែមានសត្វស្លាបមួយក្បាលបានហើរមកទម្លាក់គ្រាប់ពូជតូចមួយដែលបញ្ចេញពន្លឺពណ៌មាសនៅលើកញ្ចក់បង្អួចរបស់គាត់នាយសប្បុរសស្គាល់ភ្លាមថានោះគឺនាងពុកមាត់នាយសប្បុរសបានរើសគ្រាប់ពូជនោះឡើងវាមិនមែនជាគ្រាប់ពូជធម្មតាទេព្រោះវាមានក្លិនក្រអូបឈ្ងុយដូចផ្កាម្លិះនិងមានទម្ងន់ធ្ងន់បន្តិចគាត់បានយកគ្រាប់ពូជនោះទៅបង្ហាញឪពុកម្ដាយរបស់គាត់ឪពុកម្ដាយរបស់នាយសប្បុរសពិនិត្យមើលហើយនិយាយថាសប្បុរសកូនគ្រាប់ពូជនេះចម្លែកណាស់វាប្រហែលជាគ្រាប់ពូជដែលដុះនៅលើភ្នំពិសិដ្ឋហើយតែកូនគួរទុកវាឲ្យបានល្អកុំឲ្យបាត់បង់ណានាយសប្បុរសសម្រេចចិត្តថានឹងយកគ្រាប់ពូជនោះទៅដាំនៅកន្លែងណាមួយដែលនៅសល់សំណើមបន្តិចបន្តួចបំផុតគាត់បានដើរទៅដល់ប្រឡាយទឹកចាស់ដែលស្ទើរតែរីងស្ងួតអស់ទាំងស្រុងគាត់បានដាំគ្រាប់ពូជនោះនៅទីនោះគាត់បានស្រោចទឹកជាប្រចាំទោះបីជាទឹកមានតិចតួចយ៉ាងណាក៏ដោយគាត់និយាយទៅកាន់គ្រាប់ពូជនោះជារៀងរាល់ថ្ងៃដោយពោលពាក្យពេចន៍ល្អៗនិងសេចក្តីសង្ឃឹមដោយសារតែភាពល្អនិងការយកចិត្តទុកដាក់របស់នាយសប្បុរសក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះគ្រាប់ពូជនោះក៏បានដុះចេញជាដើមឈើដ៏ធំមួយដើមឈើនោះមានស្លឹកពណ៌បៃតងខ្ចីស្រស់ថ្លាខុសពីដើមឈើដទៃទៀតដែលសុទ្ធតែក្រៀមស្វិតគេហៅដើមឈើនេះថាដើមសប្បុរសអ្វីដែលអស្ចារ្យនោះគឺនៅក្រោមដើមសប្បុរសមានរន្ធទឹកមួយបានលេចចេញមកហូរចេញនៅទឹកបរិសុទ្ធថ្លាឆ្វេងមិនចេះរីងស្ងួតមិនត្រឹមតែប៉ុណ្ណោះដើមឈើនោះបានផ្ដល់នូវផ្លែឈើពណ៌មាសដែលមានរសជាតិឆ្ងាញ់ពិសានិងអាចធ្វើឲ្យមនុស្សដែលអស់កម្លាំងខ្លាំងបែរជាមានកម្លាំងកំហែងឡើងវិញដំណឹងនេះបានលេចឮដល់អ្នកភូមិកាឈូពួកគេទាំងអស់នាំគ្នាមកមើលដើមឈើដ៏អស្ចារ្យនេះអ្នកភូមិខ្លះគិតតែពីខ្លួនឯងក៏នាំគ្នារត់ទៅដណ្ដើមទឹកនិងដណ្ដើមផ្លែឈើតែនាយសប្បុរសបានក្រោកឈរហើយលើកដៃឃាត់ពួកគេនាយសប្បុរសនិយាយថាអ្នកទាំងអស់គ្នាកុំតក់ស្លុតអីដើមឈើនេះកើតមកដើម្បីជួយយើងទាំងអស់គ្នាយើងត្រូវចេះចែករំលែកនិងជួយគ្នាទៅវិញទៅមកទឹកក៏មិនរីងផ្លែឈើក៏មិនអស់ដែរ
ដរាបណាយើងចេះរស់នៅដោយចិត្តល្អនិងចេះចែករំលែកនាយសប្បុរសបានរៀបចំការចែករំលែកទឹកដោយយុត្តិធម៌គាត់ឲ្យមនុស្សចាស់និងក្មេងៗផឹកមុនហើយអ្នកដែលមានកម្លាំងក៏ត្រូវជួយដងទឹកយកទៅផ្ទះឲ្យអ្នកទន់ខ្សោយបន្តិចម្ដងដោយសារតែទឹកពីក្រោមដើមសប្បុរសនិងផ្លែឈើដ៏មានឱជារសភូមិផ្កាឈូកក៏បានវិលត្រឡប់មករកភាពរុងរឿងវិញប្រឡាយទឹកចាស់បានคล้ายទៅជាស្ទឹងតូចមួយវិញហូរកាត់វាលស្រែដែលចាប់ផ្ដើមមានសំណើមដុះពន្លកសាជាថ្មីអ្នកភូមិបានរៀនពីមេរៀនដ៏សំខាន់ពីនាយសប្បុរសពួកគេលែងគិតតែពីខ្លួនឯងទៀតហើយតែពួកគេចេះជួយគ្នាទៅវិញទៅមកនៅពេលដែលមាននរណាម្នាក់ដាំស្រូវអ្នកផ្សេងក៏មកជួយដាំនិងដល់រដូវច្រូតកាត់ពួកគេក៏មកជួយច្រូតកាត់ប្រមូលផលស្រូវគ្នាទៅវិញទៅមកនាយសប្បុរសមិនដែលយកផ្លែឈើពណ៌មាសនោះទុកហូបតែម្នាក់ឯងនោះទេគាត់តែងតែបេះផ្លែល្អយកទៅជូនអ្នកដែលពិបាកជាងគេដូចជាស្ត្រីមេម៉ាយក្មេងកំព្រាឬមនុស្សចាស់ជរាយប់មួយនាយសប្បុរសបានដេកលក់ក្បែរដើមសប្បុរសគាត់សុបិនឃើញនាងពុកមាត់បានហើរមកសឹកដាក់ត្រចៀកគាត់ថាសប្បុរសចិត្តល្អរបស់អ្នកគឺជាមន្តអាគមដ៏ពិតប្រាកដដើមឈើនេះនឹងមិនរីងស្ងួតឡើយដរាបណាបេះដូងអ្នកនៅតែល្អនិងចេះជួយអ្នកដទៃសូមគេងឲ្យលក់ស្រួលណាកំឡុកតូចនាយសប្បុរសភ្ញាក់ឡើងទាំងញញឹមហើយគាត់បានដឹងថាសេចក្តីល្អនឹងនាំមកនូវរង្វាន់ល្អជានិច្ចមិនថាក្នុងកលៈទេសៈណាក៏ដោយចាប់តាំងពីពេលនោះមកនាយសប្បុរសបានបន្តរស់នៅដោយចិត្តសប្បុរសធម៌រហូតដល់ចាស់ជរាភូមិផ្កាឈូកក៏คล้ายទៅជាភូមិដ៏រីករាយបំផុតនៅក្នុងតំបន់ព្រោះតែភាពល្អនិងការចែករំលែករបស់អ្នកភូមិទាំងអស់គ្នាឥឡូវនេះទឹកទន្លេនៅភូមិផ្កាឈូកនៅតែហូររឹមហើយដើមសប្បុរសនៅតែដុះនៅទីនោះផ្ដល់ម្លប់ត្រជាក់និងទឹកបរិសុទ្ធដល់មនុស្សគ្រប់គ្នារឿងត្រីបីបាសកាលពីយូរលង់ណាស់មកហើយមានបឹងដ៏ធំមួយដែលមានឈ្មោះថាបឹងមរកត
ដែលមានទឹកដ៏ត្រជាក់ថ្លាឈ្វេងស្ថិតនៅកណ្ដាលវាលស្រែដ៏ខៀវស្រងាត់ក្នុងបឹងនោះមានត្រី3ក្បាលដែលជាមិត្តភក្តិដ៏ស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ត្រីឆ្ពោជាត្រីដែលមានកម្លាំងខ្លាំងក្លានិងរហ័សរហួនប៉ុន្តែចូលចិត្តធ្វើអ្វីតែម្នាក់ឯងមិនសូវរវល់នឹងមិត្តភក្តិឡើយចំណែកឯត្រីក្អែកជាត្រីដែលមានប្រាជ្ញាវៃឆ្លាតនិងចេះដោះស្រាយរាល់បញ្ហាប៉ុន្តែគាត់ចូលចិត្តនិយាយច្រើនហើយមិនសូវចូលរួមពាក់ព័ន្ធនឹងការប្រើកម្លាំងកាយទេចំណែកឯត្រីក្រាញ់ជាត្រីដែលមានចិត្តល្អឧស្សាហ៍ព្យាយាមនិងចេះសាមគ្គីគ្នាប៉ុន្តែគាត់មានកម្លាំងកាយខ្សោយជាងគេត្រីទាំង3រស់នៅដោយសុខសាន្តប៉ុន្តែថ្ងៃមួយក៏មានរឿងរ៉ាវកើតឡើងចូលដល់រដូវប្រាំងមកដល់ព្រះអាទិត្យចាំក្តៅខ្លាំងខុសពីធម្មតាធ្វើឲ្យទឹកដែលនៅបឹងមរកតរីងស្ងួតបន្តិចម្ដងថ្ងៃមួយត្រីឆ្ពោបានហើរឡើងមកលើផ្ទៃទឹកហើយស្រាប់តែឃើញមានអ្នកនេសាទ2នាក់កំពុងដើរមើលជុំវិញមាត់បឹងមរកតហើយនិយាយគ្នាថាបងអើយត្រីក្នុងបឹងនេះធំណាស់ថ្ងៃស្អែកនេះយើងនឹងត្រឡប់មកវិញហើយលបចាប់ពួកវាតែម្ដងព្រោះទឹកក៏កាន់តែរីងខ្លាំងហើយយើងនឹងងាយស្រួលចាប់ត្រីទាំងអស់នេះណាត្រីឆ្ពោឮហើយភ័យស្លន់ស្លោជាខ្លាំងក៏ហែលត្រឡប់មុជចូលទៅក្នុងទឹកបឹងវិញហើយបានប្រាប់មិត្តភក្តិរបស់ខ្លួនទាំងពីរគឺត្រីក្អែកនិងត្រីក្រាញ់ថាមិត្តអើយពួកយើងកំពុងតែមានគ្រោះថ្នាក់ធំហើយយើងត្រូវតែរកផ្លូវរត់ជាបន្ទាន់ត្រីក្អែកឮហើយឆ្លើយថាចាំបាច់ភ័យអីអាឆ្ពោខ្ញុំជាត្រីឆ្លាតខ្ញុំនឹងគិតរកដំណោះស្រាយដ៏ល្អមួយគ្រាន់តែអ្នកទាំងពីរត្រូវរងចាំខ្ញុំគិតសិនទៅចំណែកឯត្រីក្រាញ់ក៏ឆ្លើយតបថាយើងគ្មានពេលគិតច្រើនទេតោះយើងគួរតែរួមគ្នាគោះកកាយដីភក់ហើយជិះផ្លូវតូចមួយឆ្ពោះទៅកាន់ផ្ទឹមធំដែលនៅក្បែរនេះបើមិនដូច្នោះទេថ្ងៃស្អែកពួកយើងនឹងក្លាយជាម្ហូបអាហារគេហើយត្រីឆ្ពោដែលមានកម្លាំងខ្លាំងក្រវីក្បាលហើយឆ្លើយតបវិញថាអត់ទេខ្ញុំមិនចង់ធ្វើរឿងហត់នឿយបែបនេះនោះទេខ្ញុំនឹងប្រើកម្លាំងរបស់ខ្ញុំហែលកាត់វាលស្រែស្ងួតនេះតែម្ដងទៅខ្ញុំគិតថាខ្ញុំនឹងទៅដល់បឹងធំនោះបានលឿនខ្ញុំនឹងទៅដល់មុនអ្នកទាំងពីរហើយចំណែកឯត្រីក្អែកដែលជាត្រីឆ្លាតវៃឆ្លើយតបទាំងមើលងាយថាខ្ញុំក៏អត់ចូលរួមដែរខ្ញុំមិនចាំបាច់ប្រើកម្លាំងអ្វីនោះទេខ្ញុំនឹងលាក់ខ្លួនឲ្យជ្រៅបំផុតនៅក្នុងភក់រងចាំឲ្យអ្នកនេសាទចាប់ត្រីផ្សេងអស់ទៅទើបខ្ញុំចេញមកពេលក្រោយមានតែត្រីក្រាញ់តែមួយគត់ដែលព្រមទទួលយកគំនិតនៃការជិះផ្លូវរួមគ្នាទោះបីជាត្រីក្រាញ់
ជាត្រីដែលមានកម្លាំងខ្សោយក៏ពិតមែនត្រីក្រាញចាប់ផ្ដើមខិតខំប្រឹងប្រែងជីកដីភក់បន្តិចម្ដងដោយប្រើក្បាលនិងកន្ទុយរបស់វាត្រីក្រាញបានព្យាយាមអង្វរមិត្តរបស់ខ្លួនទាំងពីរថាអាឆ្ពូអាក្អែកបើយើងទាំង3នាក់រួមគ្នាផ្លូវនេះនឹងជិះឆាប់ដល់ស្ទឹងធំនោះតែបើខ្ញុំធ្វើតែម្នាក់ឯងវានឹងយូរណាស់ហើយគ្រោះថ្នាក់ក៏នឹងមកដល់មុនដែរប៉ុន្តែត្រីទាំងពីរដែលជាមិត្តភក្តិនៅតែមិនព្រមស្ដាប់យប់បានកន្លងផុតទៅព្រឹកស្អែកត្រីក្រាញបានជិះផ្លូវតូចមួយទើបបានប្រហែលពាក់កណ្ដាលតែប៉ុណ្ណោះហើយគាត់ក៏ហត់នឿយខ្លាំងណាស់នៅពេលថ្ងៃរះអ្នកនេសាទក៏បានមកដល់មាត់បឹងមរកតវិញត្រីឆ្ពូឃើញអ្នកនេសាទមកដល់ក៏ភ័យខ្លាចយ៉ាងខ្លាំងក៏សម្រេចចិត្តលោតចេញពីបឹងហើយព្យាយាមហែលកាប់វាលស្រែស្ងួតហែងទៅកាន់ស្ទឹងធំត្រីឆ្ពូជាត្រីដែលមានកម្លាំងខ្លាំងក៏ពិតមែនតែដោយសារគាត់ពុំមានផ្លូវទឹកនិងដីស្ងួតខ្លាំងពេកកម្លាំងរបស់គាត់ក៏ស្រុតចុះយ៉ាងលឿនមិនទាន់ដល់ពាក់កណ្ដាលផ្លូវផងក៏ត្រូវអ្នកនេសាទចាប់បានយ៉ាងងាយស្រួលចំណែកឯត្រីក្អែកដែលលាក់ខ្លួននៅក្នុងភក់បានគិតថាខ្លួនឆ្លាតនឹងអាចរួចផុតពីគ្រោះថ្នាក់តែអ្នកនេសាទមិនមែនល្ងងនោះទេពួកគេបានប្រើសំណាញ់ដ៏ធំអូសពេញបឹងហើយជីកកកាយភក់ហើយត្រីក្អែកក៏បានជាប់ក្នុងសំណាញ់ហើយក៏គ្មានវិធីសាស្ត្រអ្វីដែលរំដោះខ្លួនបានសោះចំណែកឯត្រីក្រាញវិញខំហែលទៅកាន់ផ្លូវដែលគាត់បានជីករួចក៏រើបម្រាស់តាមចង្អូរតូចទាំងហត់នឿយជាពន់ពេកពេលមកដល់ចុងផ្លូវក៏មានអ្នកនេសាទម្នាក់ដើរមកឃើញត្រីក្រាញកំពុងតែកម្រើកតែដោយសារផ្លូវនោះមានលក្ខណៈតូចចង្អៀតពេកដែលធ្វើឲ្យអ្នកនេសាទពិបាកនឹងចាប់ត្រីក្រាញក៏មានឱកាសលោតបានលឿនក៏បានលោតចូលទៅក្នុងស្ទឹងធំដោយសុវត្ថិភាពពេលទៅដល់ស្ទឹងធំត្រីក្រាញគិតដល់មិត្តភក្តិរបស់ខ្លួនទាំងពីរដោយក្តីអាណិតថាបើត្រីឆ្ពូប្រើកម្លាំងរបស់ខ្លួនមកជួយជីកផ្លូវបើត្រីក្អែកប្រើគំនិតរបស់ខ្លួនមកជួយរៀបចំផែនការនោះពួកយើងទាំង3នឹងបានរួចផុតពីគ្រោះថ្នាក់ទាំងអស់គ្នាហើយក្នុងស្ទឹងធំដែលពោរពេញទៅដោយទឹកត្រជាក់ថ្លាត្រីក្រាញក៏មានអារម្មណ៍រៀងធូរស្រាលនិងមានសុវត្ថិភាពជាខ្លាំងតែទន្ទឹមនឹងនោះទឹកភ្នែកនៃក្តីអាណិតនិងការឈឺចាប់ក៏បានហូរចេញពីភ្នែករបស់វាដោយគិតដល់មិត្តភក្តិទាំងពីរដែលត្រូវបានអ្នកនេសាទចាប់បានត្រីក្រាញរអ៊ូក្នុងចិត្តថាខ្ញុំបានខិតខំប្រឹងប្រែងខ្លាំងណាស់តែខ្ញុំមិនអាចជួយមិត្តភក្តិរបស់ខ្ញុំបានទេប្រសិនបើយើងទាំង3នាក់បានរួមគ្នាតើយើងនឹងជៀសផុតពីគ្រោះថ្នាក់នេះទេកម្លាំងរបស់អាឆ្ពូរួមនឹងប្រាជ្ញារបស់អាក្អែកបូកនឹងការតស៊ូរបស់ខ្ញុំនោះ
យើងប្រកាសជាជោគជ័យទោះជាយ៉ាងណាត្រីក្រាញ់បានដឹងថាការអង្គុយសោកស្ដាយមិនអាចជួយអ្វីបានឡើយវាក៏ចាប់ផ្ដើមគិតរកវិធីសង្គ្រោះមិត្តភក្តិរបស់ខ្លួនវានៅតែជឿជាក់ថាសាមគ្គីភាពនៅតែជាគន្លឹះទោះបីជាមិត្តភក្តិទាំងពីរបានធ្វើខុសក៏ដោយត្រីក្រាញ់បានហាងរំលងតាមមាត់ច្រាំងនៃស្ទឹងធំនោះក៏បានឃើញក្មេងប្រុសម្នាក់ឈ្មោះបញ្ញត្តិដែលកំពុងតែអង្គុយមើលវាលស្រែស្ងួតនៅក្បែរនោះត្រីក្រាញ់បានលោតឡើងលើផ្ទៃទឹកជាច្រើនដងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់បញ្ញត្តិក៏ចាប់ផ្ដើមដើរមកជិតហើយក្រឡេកមើលត្រីក្រាញ់និយាយចេញជាសំឡេងខ្សឹបនៅក្នុងចិត្តដែលបញ្ញត្តិអាចចាប់បានដោយការផ្ចង់អារម្មណ៍បញ្ញត្តិអើយខ្ញុំសូមអង្វរអ្នកខ្ញុំជាត្រីក្រាញ់មកពីបឹងមរកតឥឡូវនេះមិត្តភក្តិរបស់ខ្ញុំទាំងពីរគឺត្រីឆ្ពូងនិងត្រីក្អែកត្រូវបានអ្នកនេសាទចាប់បានហើយពួកគេបានធ្វើខុសដោយមិនព្រមសាមគ្គីតែខ្ញុំមិនចង់ឲ្យពួកគេស្លាប់នោះទេបញ្ញត្តិមានចិត្តអាណិតហើយក៏សួរទៅត្រីក្រាញ់វិញថាចុះខ្ញុំអាចជួយអ្វីអ្នកបានត្រីក្រាញ់ក៏បានពន្យល់ពីគំនិតរបស់ខ្លួនថាអ្នកនេសាទពួកគេនឹងដឹកត្រីទៅលក់នៅផ្សារបើអ្នកអាចប្រាប់អ្នកភូមិឲ្យជីកព្រែកឲ្យធំជាងចង្អូរដែលខ្ញុំបានជីកនេះហើយបង្វែរទឹកពីស្ទឹងធំនោះឲ្យហូរទៅកាន់បឹងមរកតវិញនោះកម្រិតទឹកបឹងនឹងឡើងខ្លាំងនៅពេលដែលអ្នកនេសាទត្រឡប់មកវិញហើយឃើញទឹកឡើងខ្លាំងពួកគេប្រកាសជាដឹងថាបឹងនោះមានគ្រោះថ្នាក់ហើយនឹងដោះលែងត្រីខ្លះមកវិញហើយគេក៏នឹងចាកចេញទៅដោយមិនចាប់ត្រីផ្សេងទៀតឡើយបញ្ញត្តិបានឮហើយក៏ចាប់ផ្ដើមយល់ពីសារៈសំខាន់នៃកម្លាំងសាមគ្គីគាត់ក៏រត់ទៅភូមិហើយស្រែកប្រាប់អ្នកភូមិទាំងភ្នែកឡើងក្រហមបងប្អូនអើយយើងត្រូវតែជួយសត្វតែសំខាន់ជាងនេះទៅទៀតយើងត្រូវតែបង្ហាញកម្លាំងសាមគ្គីរបស់យើងបើយើងជីកព្រែកនេះបានសម្រេចភូមិរបស់យើងនឹងលែងខ្វះទឹកប្រើប្រាស់ទៀតហើយអ្នកភូមិដែលធ្លាប់ជួបការលំបាកដោយសារការខ្វះទឹកក៏បានយល់ពីផលប្រយោជន៍ភ្លាមពួកគេបានរួបរวมគ្នាអ្នកខ្លាំងរួមគ្នាប្រើកម្លាំងជីកដីដោយមិនខ្លាចនឿយហត់អ្នកចាស់និងឆ្លាតវៃពួកគេបានវាស់ស្ទង់និងតម្រង់ទិសដៅនៃព្រែកឲ្យមានលំហូរទឹកល្អចំណែកឯយុវជននិងក្មេងៗបានជួយដឹកជញ្ជូនទឹកពីអណ្ដូងដើម្បីសម្រួលដល់ការជីកឲ្យមានភាពងាយស្រួលដោយសារតែកម្លាំងរបស់មនុស្សជាច្រើនបានរួមគ្នាត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះព្រែកដ៏ធំមួយដែលមានទឹកហូរខ្លាំងក៏បានតភ្ជាប់ពីស្ទឹងធំទៅកាន់បឹងមរកតកម្រិតទឹកបឹងនៅក្នុងបឹងមរកតក៏បានឡើងខ្លាំងយ៉ាងឆាប់រហ័សអ្នកនេសាទដែលទើបតែដឹកត្រីឆ្ពូនិងត្រីក្អែកទៅដល់មាត់ភូមិ
មុននឹងយកទៅលក់នៅឯផ្សារក៏បានឃើញថាមានអ្នកភូមិជាច្រើនបានមកជួបជុំគ្នាហើយទឹកក៏កំពុងហូរយ៉ាងគំហុកចូលទៅក្នុងបឹងមរកតដែលពួកគេបានចាប់ត្រីនោះដោយសារតែខ្លាចមានបញ្ហានិងដោយសារតែពួកគេបានចាប់ត្រីបានច្រើនហើយពួកគេក៏សម្រេចចិត្តដោះលែងត្រីឆ្ពូនិងត្រីក្អែកឲ្យហើរចូលទៅក្នុងព្រែកធំនោះដោយគិតថាទុកត្រីទាំងពីរនេះសម្រាប់ទុកឲ្យពងកូននៅពេលក្រោយត្រីឆ្ពូនិងត្រីក្អែកដែលត្រូវបានដោះលែងក៏បានហើរតាមព្រែកធំនោះរហូតដល់វាបានជួបនឹងត្រីខ្លាញ់ដែលកំពុងរង់ចាំពួកគេនៅចុងព្រែកត្រីឆ្ពូនិយាយទាំងអៀនខ្មាស់ថាត្រីក្រាញ់យើងពិតជាអាក្រក់ខ្លាំងណាស់ដែលមិនស្ដាប់ឯងបានសង្គ្រោះយើងទាំងអស់គ្នាដោយសារតែការអត់ឱននិងសាមគ្គីភាពរបស់ឯងដែលបានទៅសុំជំនួយពីអ្នកភូមិចំណែកឯត្រីក្អែកវិញនិយាយទាំងនឹងកំហុសថាខ្ញុំសុំទោសខ្ញុំគិតថាប្រាជ្ញារបស់ខ្ញុំគ្រប់គ្រាន់តែឥឡូវខ្ញុំដឹងហើយប្រាជ្ញាត្រូវតែដើរទន្ទឹមនឹងកម្លាំងនិងសកម្មភាពរួមទើបយើងអាចរួចផុតពីគ្រោះថ្នាក់បានត្រីទាំង3ក៏បានអោបគ្នាហើយហែលត្រឡប់ចូលទៅក្នុងស្ទឹងធំជាមួយគ្នាដោយសុវត្ថិភាពចំណែកឯអ្នកភូមិក៏ទទួលបានផលប្រយោជន៍ពីព្រែកជីកនោះជារៀងរហូតចាប់ពីថ្ងៃនោះមកនៅក្នុងភូមិក៏បានបង្កើតជាច្បាប់មួយថាបើភូមិជួបគ្រោះថ្នាក់យើងត្រូវរំលឹកដល់ត្រីក្រាញ់ដែលជាអ្នកតស៊ូនិងចេះអត់ឱនត្រូវរួមដៃគ្នាហើយកុំប្រើប្រាស់កម្លាំងនិងគំនិតត្រឹមតែសម្រាប់តែប្រយោជន៍ខ្លួនឯង